ប្រទេសជប៉ុនចំណាយលុយរហូតដល់$600 លានដើម្បីការពារចៃកោះតូចមួយដែលមានទំហំតូចជាងបន្ទប់គេងរបស់អ្នកចៃកោះមួយនេះមានឈ្មោះថា Okino Torishima ដែលមានទីតាំងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកមានទំហំ16 ម៉ែត្រការ៉េហើយអ្វីបានជាប្រទេសជប៉ុនចំណាយប្រាក់រាប់រយលានដុល្លារដើម្បីការពារកូនកោះតូចមួយដែលអាចដើរឆ្លងត្រឹមតែរយៈពេល2 ទៅ 3 វិនាទីហេតុផលគឺច្បាស់លាស់សមហេតុសមផលហើយត្រឹមត្រូវបំផុតមុននឹងឈានដល់វីដេអូជាបន្តយើងក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំគឺក្រុមហ៊ុន True Home បើអ៊ំពូមីងមានគោលបំណងក្នុងការសាងសង់ផ្ទះ admin សូមណែនាំក្រុមហ៊ុន True Home ឈ្មោះថាក្រុមហ៊ុនមែនប៉ុន្តែអត់ថ្លៃដូចអ៊ំពូមីងគិតទេសំខាន់សាងសង់ជាមួយក្រុមហ៊ុនយើងធានាបាននូវគុណភាពទំនុកចិត្តអត់ខ្លាចជាងរត់ចោលឬធ្វើលើថវិកាកំណត់ទេយោងតាមច្បាប់ដែនសមុទ្រអន្តរជាតិរដ្ឋដីទាំងអស់ផ្ដល់ឲ្យនៅចម្ងាយ370គីឡូម៉ែត្រនៃការគ្រប់គ្រងមហាសមុទ្រនៅគ្រប់ទិសជុំវិញដីទាំងនោះហើយផ្ទៃសមុទ្រ370គីឡូម៉ែត្រជុំវិញកូនកោះ16ម៉ែត្រការ៉េនេះបង្កប់ទៅដោយកំណប់ទ្រព្យសមុទ្រដូចជា1. តម្លៃសេដ្ឋកិច្ច Okino Torishima ផ្ដល់ឲ្យប្រទេសជប៉ុនគ្រប់គ្រងលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខទំហំ 432,000 គីឡូម៉ែត្រការ៉េដែលមានទំហំធំជាងប្រទេសជប៉ុនទាំងមូល2 ដងតំបន់ដ៏ធំនេះត្រូវបានគេជឿថាមានទ្រព្យសម្បត្តិរាប់លានដុល្លារដូចជាប្រេងឧស្ម័ននិងលោហៈធាតុកម្រដែលប្រទេសជប៉ុនត្រូវការយ៉ាងខ្លាំង 2. សារៈសំខាន់ជាយុទ្ធសាស្ត្រទីតាំងចៃកោះនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រដែលស្ថិតនៅចន្លោះកោះតៃវ៉ាន់និងទឹកដីអាមេរិកនៃកោះកាំការការពារវាគឺជាវិធីសាស្ត្រមួយដើម្បីអះអាងសិទ្ធិដែនសមុទ្ររបស់ប្រទេសជប៉ុនជាពិសេសចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិនជុំវិញការទាមទារនៅក្នុងតំបន់ផ្សេងៗដូចជានៅសមុទ្រចិនខាងត្បូង3. ជំហរស្របច្បាប់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ1982ផ្ដល់ EEZ ដល់ដីប៉ុន្តែមិនមែនថ្មដែលមិនអាចទ្រទ្រង់ការរស់នៅរបស់មនុស្សបានទេប្រទេសជប៉ុនអះអាងថា Okino Torishima គឺជាកោះមួយមិនមែនមានតែថ្មមួយគត់ដើម្បីការពារ EEZ របស់ខ្លួនហើយបានវិនិយោគយ៉ាងច្រើនលើជញ្ជាំងបេតុងនិងផ្លូវបំបែកដើម្បីការពារការហូរច្រោះនិងរក្សាការទាមទាររបស់ខ្លួនប្រទេសជប៉ុនការពារ Okino Torishima តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំរួមទាំងដែកថែបនិងបេតុងដើម្បីការពារការហូរច្រោះនិងកន្លែងអង្កេត3កម្រិតដើម្បីតាមដានទឹកជុំវិញហេដ្ឋារចនាសម្ព័ន្ធនិងការថែទាំ1. ចន្លោះឆ្នាំ1987ដល់ឆ្នាំ1993ប្រទេសជប៉ុនបានសាងសង់ផ្លូវបំបែកទឹកនិងជញ្ជាំងការពារទឹកដើម្បីបញ្ឈប់ការហូរច្រោះនៃថ្មធម្មជាតិ 2. កន្លែងស៊ើបអង្កេតតាមសមុទ្រដែលត្រូវបានធ្វើឲ្យប្រសើរជាមួយនឹងប្រព័ន្ធអង្កេតនិងរ៉ាដាចាប់តាំងពីពេលនោះមកគេបានសាងសង់កន្លែងដើម្បីសិក្សាស្រាវជ្រាវនិងតាមដានចលនាកប៉ាល់នៅក្នុងតំបន់នេះបន្ថែមផងដែរ 3. កូនកោះសិប្បនិម្មិតមួយត្រូវបានសាងសង់ឡើងដើម្បីគាំទ្រស្ថានីយ៍អាកាសធាតុនិងលំនៅឋានសម្រាប់អ្នកស្រាវជ្រាវ 4. ដោយបរិយាកាសដ៏អាក្រក់កោះនេះទាមទារការថែទាំជាបន្តទាំងគ្រឿងបរិក្ខារនិងរចនាសម្ព័ន្ធដើម្បីទប់ទល់នឹងខ្យល់ព្យុះទីហ្វុងនិងសំណឹក 5. ប្រទេសជប៉ុនក៏កំពុងតែធ្វើការដើម្បីការពារនិងដាំដុះផ្កាថ្មឡើងវិញនៅជុំវិញកោះនេះផងដែរការស្រាវជ្រាវលើសមុទ្រមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសមុទ្រត្រូវបានប្រើប្រាស់ដើម្បីធ្វើការសិក្សាស្រាវជ្រាវជារួមមកយើងឃើញថាអ្វីដែលសំខាន់នៅក្នុងផ្ទៃកោះជុំវិញកូនកោះតូចញឹកនេះពោពេញទៅដោយសក្តានុពលរាប់លាននៃធនធានធម្មជាតិទុនបម្រុងប្រេងឧស្ម័នធម្មជាតិភពកម្រនិងសិទ្ធិនេសាទផ្ដាច់មុខប្រសិនបើថ្មនេះបាត់នៅខាងក្រោមទឹកប្រទេសជប៉ុននឹងបាត់បង់តំបន់មហាសមុទ្រដ៏ធំនិងមានតម្លៃនេះហើយគឺជាមូលហេតុដែល Land of the Rising Sun បានប្រែក្លាយ Okino Torishima ទៅជាបន្ទាយមួយដែលមានរបាំងបេតុងប្រព័ន្ធត្រួតពិនិត្យនិងក្រុមថែទាំអចិន្ត្រៃយ៍ដើម្បីរក្សាកូនកោះតូចមួយនេះនៅលើទឹកជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ